រឿងហេតុនៃចំនួនជាច្រើនកើតឡើងដោយសារតែមនុស្សអនុញ្ញាតឲ្យអារម្មណ៍ដឹកនាំច្រើនណាស់សពថ្ងៃមនុស្សសពថ្ងៃពិបាកគ្រប់គ្រងអារម្មណ៍ខឹងក្រោធអារម្មណ៍ស្អប់អារម្មណ៍ភ័យខ្លាចខ្លាំងហើយចេះតែមិនដោយឲ្យវាដឹកនាំជារឿយៗរហូតធ្លាក់ក្នុងចំនួនធ្លាក់ក្នុងភាពភ័យខ្លាចមួយថ្ងៃទៅមួយថ្ងៃចងរុំខ្លួនឯងសម្រាប់ខ្លួនឯងព្រោះតែចាញ់ចិត្តខ្លួនឯងដូចដែលយើងបានឃើញសពថ្ងៃអញ្ចឹងមានអ្នកណាម្នាក់មានឥទ្ធិពលលើជីវិតយើងនោះទេបើយើងមិនអនុញ្ញាតគឺមកពីយើងខ្លួនឯងតែងតែសន្សំវាជារឿយៗសន្សំចិត្តខឹងចិត្តស្អប់តាមគ្រប់រូបភាពដោយមិនដឹងខ្លួនពិសេសបណ្ដាញសង្គមដែលយើងកំពុងប្រើប្រាស់រាល់ថ្ងៃវាពិតជាគ្រោះថ្នាក់ណាស់យើងប្រហែលជាមិនសូវបានចាប់អារម្មណ៍ដឹងខ្លួនឯងទេថាយើងឆ្លងឥទ្ធិពលពីវាបងប្អូនប្រហែលជាឆ្ងល់ថាតើវាឆ្លងដោយរបៀបណាឧទាហរណ៍ថាយើងមើលវីដេអូកំប្លែងយើងនឹងមានអារម្មណ៍ថារីករាយសប្បាយចិត្តតាមដោយស្វ័យប្រវត្តិតែនៅពេលដែលយើងមើលរឿងទុក្ខសោកយើងក៏ចាប់ផ្ដើមមានអារម្មណ៍ស្រងេះស្រងោចដោយមិនដឹងខ្លួនដូចគ្នាពេលមើលរឿងណាដែលក្តៅក្រហាយយើងក៏ក្តៅតាមគេទាំងដែលសុខយើងនៅធម្មតាសោះកំពុងតែត្រជាក់ស្រួលអារម្មណ៍ល្អពេលដែលយើងឃើញវីដេអូហ្នឹងហើយយើងក៏ចាប់ផ្ដើមខឹងជំនួសម្ចាស់វីដេអូហ្នឹងទៅទៀតហើយពេលយើងមើលវាយូរទៅវាក៏សន្សំអារម្មណ៍ទាំងអស់នោះទុកពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួនដូច្នេះពេលជួបបញ្ហាណាមួយក្នុងជីវិតយើងពិបាកនឹងគ្រប់គ្រងវាណាស់ហើយច្បាស់ណាស់អ្នកនឹងចាញ់គឺចាញ់ខ្លួនឯងព្រោះយកឈ្នះអារម្មណ៍ខឹងស្អប់អារម្មណ៍ភ័យខ្លាចរបស់ខ្លួនឯងមិនបានហើយទៅជាបន្ទោសថាមកពីអ្នកដទៃធ្វើឲ្យអ្នកខឹងធ្វើឲ្យអ្នកខ្លាចអ្នកដទៃគេចាំតែធ្វើឲ្យយើងខឹងធ្វើឲ្យយើងខ្លាចហ្នឹងបើគេដឹងថាយើងជាមនុស្សឆាប់ខឹងឆាប់ខ្លាចគេមិនអាណិតយើងទេនេះជាចំណុចខ្សោយរបស់យើងមិនខុសអ្វីពីមេតបចៅអ៊ីស្លាប់ព្រោះខឹងនឹងជូកលៀងក្នុងរឿងប្រវត្តិសាស្ត្រសាមកុកនោះទេហើយគូប្រជែងរបស់យើងគេចាំមើលតែចំណុចខ្សោយរបស់យើងដើម្បីយកវាមកវាប្រហារយើងប៉ុណ្ណោះដូច្នេះបើបងប្អូនចង់យកឈ្នះអ្នកដទៃយកឈ្នះប្រតិកម្មដំបូងរបស់ខ្លួនឯងឲ្យបានសិនទៅត្រូវទន្ទិញពាក្យថាខឹងគឺធ្វើឲ្យយើងល្ងងដកដង្ហើមឲ្យវែងកុំតន់តបតទៅគេពេលមានបញ្ហាអ្វីមួយកើតឡើងស្ដាប់គេឲ្យចប់សិនទើបដឹងពីគោលបំណងរបស់គេហើយធ្វើឲ្យយើងមានពេលវេលាគិតផងមានតែការធ្វើចិត្តឲ្យស្ងប់នោះទេទើបយើងអាចមើលដឹងអំពីគោលបំណងរបស់ដៃគូសន្ទនាពេលនោះហើយដែលការឆ្លើយតបរបស់យើងនឹងបានល្អប្រសើរហើយយើងជាអ្នកមានប្រៀបលើដៃគូសន្ទនាមកដល់ត្រង់ចំណុចនេះបងប្អូនប្រហែលជាគិតថាវាពិបាកនឹងធ្វើពីព្រោះថាការនិយាយវាមិនស្រួលដូចជាការដែលយើងបានជួបជាក់ស្ដែងនោះទេត្រង់នេះខ្ញុំសូមឲ្យបងប្អូនរៀនមើលបញ្ហាថាជារឿងធម្មតាកុំមើលវាធំពេកគ្រប់យ៉ាងវាសុទ្ធតែប្រព្រឹត្តទៅតាមធម្មជាតិជាធម្មតាវាគ្មានអ្វីខុសធម្មជាតិផងហ្នឹងមនុស្សយើងម្នាក់គ្រាន់តែជាល្អងធូលីនៅលើផែនដីប៉ុណ្ណោះគ្មានអ្វីអស្ចារ្យនោះទេបើប្រៀបធៀបទៅនឹងចក្រវាឡដ៏ធំធេងមួយនេះខ្ញុំគិតថាបញ្ហារបស់យើងវាធំប៉ុណ្ណាមហាមេឃអីរៀនគិតបែបនេះទើបយើងឃើញបញ្ហាតូចហើយអាចយកឈ្នះវាបានគ្មានអ្វីដែលយើងរៀនមិនចេះនោះទេឲ្យតែយើងចង់រៀនប្រៀបដូចការរៀនជិះកង់ជិះម៉ូតូអញ្ចឹងបើយើងចង់រៀនតែបន្តិចក៏ចេះព្រោះពេលចេះហើយវាផ្ដល់ប្រយោជន៍ដល់យើងឲ្យងាយស្រួលធ្វើដំណើរជាងមុនចំពោះអ្វីដែលយើងមិនចង់រៀនវិញស្អីក៏មើលទៅពិបាកដែរព្រោះតែយើងមិនចង់សួរខ្លួនឯងមើលចង់ជួយខ្លួនឯងអត់ខ្ញុំបានតែណែនាំបង្ហាញផ្លូវបងប្អូនប៉ុណ្ណោះទៅមិនទៅជារឿងរបស់បងប្អូនទេខ្ញុំសូមបន្ថែមមួយទៀតបងប្អូនបណ្ដាញសង្គមមានទាំងគ្រោះថ្នាក់មានទាំងប្រយោជន៍បើយើងចេះទាញប្រយោជន៍ពីវាជួយយើងច្រើនណាស់ក្នុងការគ្រប់គ្រងអារម្មណ៍ជ្រើសរើសមើលមាតិកាណាដែលល្អដែលជួយដល់ការអភិវឌ្ឍស្មារតីចិត្តគំនិតរបស់យើងនោះយូរទៅយើងនឹងយល់ពីរបៀបក្នុងការគ្រប់គ្រងអារម្មណ៍ហើយឆ្លងឥទ្ធិពលវិជ្ជមានពីវាដោយមិនដឹងខ្លួនដូចគ្នាខ្ញុំធ្វើរួចហើយបានផលទើបយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាទោះជាមិនសូវមានអ្នកស្ដាប់ក៏ខ្ញុំនៅតែចង់ធ្វើព្រោះគិតថាមានប្រយោជន៍ដល់អ្នកស្ដាប់ខ្ញុំគ្រាន់តែសង្ឃឹមថាបងប្អូនដែលបានតាមដានមើលវីដេអូរបស់ខ្ញុំគាត់នឹងយល់ដូចជាខ្ញុំដែរឲ្យតែគាត់ធ្វើវាជាប្រចាំមិនយូរទេថ្ងៃណាមួយគាត់នឹងយល់ដូចជាខ្ញុំដែរជាមិនខានចុច like និងចែករំលែកម្នាក់មួយផងប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍ Subscribe Channel YouTube និង Follow Page Facebook ម្នាក់មួយផងដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណចំពោះការទស្សនាតាំងពីដើមរហូតដល់ចប់